ngày ní nhưng mà đã officeក្រុមហ៊ុន Honda ហើយវាមាន3ពណ៌ក្រុមហ៊ុនមាន3ពណ៌មានខ្មៅក្រហមហើយនិងពណ៌អីមួយទៀតទេពណ៌យើងខ្លាំងតិចឥឡូវយើងទៅមើលពណ៌ឲ្យខ្លាំងជាងគេពណ៌ហ្នឹងពណ៌យើងមកឃើញហើយតែចំទៅការអាប់ដេតថ្មីនេះវាខុសមានប្រហែលចំណុចផ្សេងៗមានដូចជាខុសតែមហើយខុសពងសបាំងនិងខុសកុងទ័រហើយកាក់តងនឹងម៉ាស៊ីនខ្ញុំអត់ដឹងដែរប៉ុន្តែលើគេថាប្រហែលជាដូចគ្នាទេអត់មានខុសអីទេនេះគឺជាពណ៌ថ្មីប្លែកជាងគេហើយតម្លៃរបស់វាថ្ងៃហ្នឹងនៅក្រុមហ៊ុនសាខានៅអគារ42ជាន់វាតម្លៃ1940ហើយនៅការីរ៉ូមបើតាមខ្ញុំឮគេហើយប្រហែលជា2050អាចទិញបានហើយនៅក្រុមហ៊ុនគឺអត់មាននេះទេអត់មានលក់ទេវាអស់ស្តុកថ្ងៃហ្នឹងហើយនេះពណ៌ខ្មៅយើងមើលអូខេតែខាងមុខវាលក្ខណៈខុសថ្លាបន្តិចនេះគឺស្តុកអូខេហើយមើលទៅវាមានលក្ខណៈខ្មៅលើបម្ដងយើងមើលនេះពណ៌ខ្មៅហើយមកតាមខ្ញុំដឹងក្រុមហ៊ុនមាន2កន្លែងដែលលាវលក់ធូរថ្លៃជាងគេគឺអាគារ42ជាន់ហ្នឹងហើយនឹងទៅមុខប៉ូយតុងអូខេហ្នឹងហើយអូហើយម្យ៉ាងទៀតអាសង់09នេះ15នេះកងកន្លែងសោដូចវាមានខុសលក្ខណៈខុសពីមុនមានលក្ខណៈខ្មៅធំអាប់ដេតកុងទ័រសោហ្នឹងផងអូខេអញ្ចឹងប៉ុណ្្នឹងហើយបាយបាយ